អ្វីហាក់បីដូចជាហួបសំណាងក្រៃលែងពីព្រោះថាបើសិនជាគិតទៅការពីឆ្នាំទៅថ្ងៃនេះខ្ញុំមិនគិតថាឆ្នាំនេះខ្ញុំមានមនុស្សដែលស្គាល់60នាក់ឈ្មោះមុជអានឧសភាឈ្មោះខណ្ឌឧត្តមវាសនាឈ្មោះព្រំគឹមផាំងឈ្មោះអីទេស្រាប់តែមកដល់ឆ្នាំនេះខ្ញុំជួបមនុស្ស59នាក់ផ្សេងគ្នាចឹងគិតថាខ្ញុំមានបុណ្យសំណាងខ្ពស់មែនទែនហើយខ្ញុំចង់និយាយថាខ្ញុំស្រឡាញ់មិត្តភក្តិទាំងអស់គ្នាមែនប៉ុន្តែថាថ្ងៃក្រោយទៅអ្នកទាំងអស់គ្នាភ្លេចខ្ញុំមិនដឹងទេព្រោះគាត់តែខ្ញុំតាំងចិត្តថាមិត្តភក្តិទាំង59រូបនេះប្រៀបបីដូចជាចំណែកមួយដ៏សំខាន់នៅក្នុងជីវិតពីព្រោះរយៈពេល7ខែនេះខ្ញុំមានសេចក្តីស្រឡាញ់និយាយអស់ពីចិត្តថាពេលដែលមានអីញ៉ាំគិតទៅដល់ក្នុងថ្នាក់ហ្នឹងហ្មងគេថាមិននិយាយអួតទេតែនិយាយការពិតអត់ថយទេនិយាយការពិតនេះมันមានអីច្រើនទេមិនគ្រាន់តែថាស្រឡាញ់និយាយរួមស្រឡាញ់ជាចំណែកមួយមានភាពកក់ក្ដៅហើយមកដល់នៅក្នុងថ្ងៃនេះគិតថាជាចិត្តដល់ថ្ងៃបែកទៅជាមានអារម្មណ៍មួយថាអូយពេលក្រោកពេលដេកពេលខ្លះមានអារម្មណ៍ថាភ័យមែនទាំងថាដូចជាត្រូវរងាមិនទេអញ្ចឹងនេះខ្ញុំមានមោទនៈរៀនថ្នាក់អង្គរខ្ញុំពិតត្រេកអរនិងកក់ក្ដៅចិត្តខ្ញុំស្រឡាញ់បក់ជាប់យ៉ាងជ្រៅតែខ្ញុំសោកសៅព្រោះដឹងថាបែកខ្ញុំសូមចរិតទុកក្នុងចិត្តខ្ញុំចងចាំមិត្តលុះអវសានទាំង60នាក់ជាសន្តានជាមិត្តរួមប្រាណតទៅខាងមុខណារ៉ែនខត្យាអានឧសភាគឹមខាងសុភាសុភីណាទីដាំឡង់ឌីម៉ាលីកាគឹមកងនិនឡាឧត្តមថ្មីហើយគង់តាខ្មៅខេត្តកណ្ដាលប្រលឹងវិសាសវណ្ណគិរីវចនាបញ្ញាសោមចន្ទឌីសុភាពនារីឧត្តមវាសនាប្រពៃពិសិដ្ឋឆាតធៀងហៀងផាលីនសុងហៀងពៅហថាខុនថៃវណ្ណស័កវណ្ណាថាសំណាងសៃណាមនីវឌ្ឍនៈស្រីនិតស្រីអូនអូនសុជាស្រីនុតសុកនីភូមិសុភ័ក្រឡាំវ៉ាលីណាលអវលៈនីកាស្មោះស្ម័គ្រថ្នាក់អង្គរសវណ្ណាទាំងពីរនារីប្រុសសម្បត្តិរៀងខ្ពស់សម្រស់សមក្រាវាសនាជាមិត្តល្អលីកាបវអស់កងឆ្ងាយចន្ទរាផាន់ណូវុថារំទុំវិជ្ជកាមមាសមុំបរិយអូស្វាយតារារតនាស្រុកបាធាយបញ្ញាស្រស់ស្រាយតារាថតចុច